បាទសួស្តីបងប្អូននេះរបៀបធ្វើដំណាប់ស្វាយគេហៅថាក្បួនថ្មីក្បួនទី2បងប្អូនចិត្តស្វាយមកខ្ញុំអត់បានចិត្តឲ្យបងប្អូនមើលទេនេះជាផ្លូវកាត់ដោយសារវាវីដេអូនេះគឺវែងពេកអញ្ចឹងហើយខ្ញុំយកស្ករសប្រឡាក់ទុកមួយសន្ទុះមកក៏យកមកដាំនឹងលើស្ករដាំនឹងខ្ទះតែម្ដងបងប្អូនដាំរងាស់វារហូតដល់វាមែននេះដល់វារីងទឹកបាទដល់វាឆ្អិនស្វាយនឹងតែម្ដងបងប្អូនដល់ពេលវាឆ្អិនស្វាយហើយបងប្អូនកុំចោលទឹកវាណាបងទឹកវាហ្នឹងជូរអែមឆ្ងាញ់បងប្អូនជាងច្របាច់ក្រូចឆ្មាមួយចំណិតអំបិលមួយស្លាបព្រាកាខ្វេស្ករកន្លះគីឡូបងប្អូនរងាស់រហូតដល់វាឆ្អិនអញ្ចឹងបងប្អូនឆ្អិនអញ្ចឹងយើងយកមកហាលក្នុងចង្អេរទៅ2ទៅ3ថ្ងៃវានឹងបាទវានឹងស្ងួតល្អបាទអញ្ចឹងយើងយកមកទុកក្នុងទូទឹកកកញ៉ាំបានជាមួយតែជាមួយអីចឹងទៅវាឆ្ងាញ់ដែរបងប្អូនមើលអស់គ្នានេះជាវគ្គបញ្ចប់ហើយបងប្អូនខ្ញុំហាលទើបហាលទេបងប្អូនណាអត់បាន1ម៉ោងអត់បាន1ថ្ងៃទេបាទនេះទើបហាលថ្មីតោះទី3ថ្ងៃបាទខ្ញុំដកយកមកទុកក្នុងកន្លោះកែវមួយត្រាំក្នុងទូខ្លះសេទឹកកកតែម្ដងជាការស្រេចអរគុណច្រើនបាយដែលស្រឡាញ់និងគាំទ្រ